បាទជំរាបសួរពុកម៉ែយាយតាបងកាំងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះគឺថាផ្ដល់ជូននៅវីដេអូតាក់ទងនឹងប្រជានេសាទនៅខាងសមុទ្របងប្អូនណាបាទគឺនៅខាងទឹកដីនៃខេត្តកោះកុងដោយបងប្អូនគាត់យកជាអុយជាសំណាញ់នេះគាត់ច្នៃកងធ្វើជានៅសលបមុទ្រនៅបាទសមុទ្រធ្វើជាលបសម្បងរាប់មើលផែដាក់នការនៅសនៅមុទ្រត្រីបាទក៏ដូចជាដាក់នៅមឹកបាទកុំបាទមើលអាមេរិកបណាកាមិនដឹងបថាកងអាមេរិកនេះក្តាមអីមួយអត់ណាផ្សេងៗចឹងទៅបាទហើយនេះជួនកាលខ្លះកាស៊ីណូយើក៏ងបានច្រើនបាទហើយថ្ងៃខ្លះក៏មិនសូវជាបានច្រើនទេបាទ អានេះបាទទិដ្ឋភាពកោះកុតនេះគឺតកតងដែលបងប្អូនប្រជាពលរដ្ឋគាត់ដាក់លបបាទដើម្បីយកសត្វសមុទ្រផ្សេងៗបាទមានមឹកមានបកាបកងអីចឹងទៅបាទមឹកនេះគឺថាចូលនៅក្នុងលបបាទមានទាំងក្តាមមានទាំងមឹកបាទចូលគឺក្តាមនេះមួយសឹងតែ1គីឡូជាងទៅហើយបងប្អូនបាទចំណែកមឹកនេះគឺមានបាទទម្ងន់ប្រហែលជា3គីឡូបងប្អូនបាទ3គីឡូបាទគឺមួយធ្ងន់ធំមែនតើបាទចេញពីនឹងមកគឺទៅមើលបងប្អូននៅពេលដែលល្ងាចឡើងគាត់ធ្វើការស្ទូចត្រីបាទនៅមាត់ បាទសមុទ្របងប្អូនបាទនៅពេលល្ងាចណាបាទបាទក្រោយពេលសម្រាកពីការងាររបស់គាត់ចឹងទៅគឺគាត់ឆ្លៀតបាទនៅពេលល្ងាចគឺគាត់ទិញនៅភេសជ្ជៈផ្សេងបាទក៏ដូចជាយកនៅចង្ក្រានហ្គាសបាទមានដងសន្ទូចអីស្ទូចត្រីបាទត្រីសមុទ្រចឹងទៅបាទគាត់យកមកគឺបាទខ្លែមអីទំនងរបស់គាត់ដែរបងប្អូនបាទបាទវីដេអូនេះគឺថតចំពេលដែលបាទក្រុមឈ្លានពានទឹកដីពីសំណាក់ក្រុមទាហានសៀមបាទគឺបានមុនធ្វើការបាញ់មកលើទឹកដីបាទនៃខេត្តកោះកុងបាទគឺយើងថតសកម្មភាពមុនដែលបងប្អូនគាត់មិនទាន់រត់បាទអរគុណណាស់បាទជួបគ្នាជាបន្តទៀតពុកម៉ែបាទ